ជំរាបសួរបានពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង motor ទ្វាររបង motor ទ្វាររបងនេះផងដែរគឺផលិតផលរបស់ជប៉ុនបាទកម្លាំង1តោន200គីឡូហើយយើងធ្វើការដំឡើងរួចរាល់ហើយជូនអតិថិជននៅខាងទំនប់កប់ស្រូវឥឡូវយើងធ្វើការដំឡើងរួចរាល់ហើយគឺថា smooth មែនតើហើយស្ងាត់មើលទៅដូចស្រាលមែនតើទ្វារប៉ុណ្ណេះគឺស៊ីផុយតែម្ដងអរគុណច្រើន